បាទជំរាបសួរបងប្អូនសូមស្វាគមន៍យើងជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងរៀនបកប្រែអត្ថបទពីភាសាអង់គ្លេសទៅកាន់ភាសាខ្មែរអូខេហើយយើងនឹងរៀនបកប្រែពាក្យម្ដងមួយក៏ដូចជា phrase clear sentence ប្រយោគដើម្បីបងប្អូនចេះពាក្យពេចន៍មួយចំនួនក៏ដូចជាវេយ្យាករណ៍នៅក្នុងភាសាអង់គ្លេស អូខេហើយសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe សូមជួយចុច Subscribe ជួយសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗអំពីខ្ញុំអូខេតោះឥឡូវយើងជាដំបូងយើងមានអត្ថបទរបស់យើងណាអញ្ចឹងអត្ថបទហ្នឹងគេសរសេរថាម៉េចតើឥឡូវយើងស្ដាប់បងប្អូនគ្នា A senior official from the U.S. State Department, cited by Reuters, said Washington expects Thailand to cooperate with Cambodia to expedite the release of the detained soldiers, consistent with the terms agreed upon in the peace deal signed by both prime ministers. A senior official from the U.S. State Department, cited by Reuters, said Washington expects Thailand to cooperate with Cambodia to expedite the release of the detained soldiers, consistent with the terms agreed upon in the peace deal signed by both prime ministers. អូខេឥឡូវបងប្អូនយើងមើលយើងមានពាក្យពិបាកទេនៅក្នុងអត្ថបទយើងហ្នឹងឥឡូវយើងដកស្រង់ពាក្យពេចន៍មួយចំនួន clear ប្រយោគដែលយើងគិតថាវាពិបាកសម្រាប់បងប្អូនដើម្បីយើងបកប្រែម្ដងមួយណាងាយស្រួលក្នុងការបកប្រែអត្ថបទរបស់យើងទាំងមូលតែម្ដងអូខេឥឡូវបងប្អូនមើលពាក្យ senior ណាបងអានណា senior senior នេះគឺមានន័យថាបើនិយាយពីសិស្សញ៉ាសិស្សច្បងបើនិយាយពីមន្ត្រីនេះ official មន្ត្រី official មន្ត្រីអញ្ចឹង senior official មានន័យថាមន្ត្រីជាន់ខ្ពស់មានន័យថាមន្ត្រីមិនមន្ត្រីធម្មតាគឺមន្ត្រីជាន់ខ្ពស់ណា senior official មន្ត្រីជាន់ខ្ពស់អូខេយើងឃើញមានពាក្យ senior មួយ official មួយបើមានពាក្យពីរក្នុងភាសាអង់គ្លេសហើយវាជា noun ពីរជាប់គ្នាឬក៏ adjective ហើយ noun យើងត្រូវប្រែពាក្យនាមណាដែលនៅខាងក្រោយមុនអូខេអញ្ចឹងមន្ត្រីជាន់ខ្ពស់អញ្ចឹងពាក្យ senior នេះសំដៅលើជាន់ខ្ពស់ណា from ប្រែមកពី the US សហរដ្ឋអាមេរិក US សហរដ្ឋអាមេរិកណា United States ពាក្យពេញវាហើយយើងមាន State Department State Department ហ្នឹងមានន័យថាមន្ត្រីមានន័យថាអឺក្រសួងការបរទេសណាក្រសួងការបរទេសជាងនៅអាមេរិក State Department គឺមានន័យក្រសួងការបរទេស Department ហ្នឹងបើយើងប្រើធម្មតាប្រើថាមន្ទីរស្ថាប័នក្រសួងអូខេអញ្ចឹងពេលនេះយើងប្រើថាក្រសួងការបរទេសសហរដ្ឋអាមេរិកគេបងប្អូនឃើញមានពាក្យ The US State Department មានន័យថាក្រសួងការបរទេសសហរដ្ឋអាមេរិកអូខេឥឡូវបងប្អូនយើងមកពាក្យ cited ហ្នឹងមានន័យថាត្រូវបានគេដកស្រង់សម្ដីមកពីពាក្យ side អញ្ចឹង cited វាជាខ្ទង់ទី3ណាមិនខ្ទង់ទី2ព្រោះក្នុងហ្នឹងវាកើតចេញមកពីប្រយោគ passive ណា present passive cited by Reuters ដែលដកស្រង់សម្ដីដោយ Reuters ហ្នឹងគឺសារព័ត៌មាន Reuters អូខេ cited by Reuters មានន័យថាដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Reuters said បាននិយាយមកពីពាក្យ said បាននិយាយ Washington ហ្នឹងគឺទីក្រុង Washington គេសំដៅទៅលើរដ្ឋាភិបាលនៃអាមេរិកនៅទីក្រុង Washington ហ្នឹងណាគេសំដៅលើរដ្ឋាភិបាលអាមេរិកអញ្ចឹងទីក្រុង Washington ពេលហ្នឹងគឺសំដៅលើរដ្ឋាភិបាលអាមេរិកមានន័យថារដ្ឋាភិបាលនៃទីក្រុង Washington expect មានន័យរំពឹង expect រំពឹងគេថាបែងចែកដោយសារប្រធានមកវាជា third person singular បរិបទទី3អវិជ្ជៈមានតែមួយ expects រំពឹង Thailand ប្រទេសថៃ to cooperate មានន័យថាសហប្រតិបត្តិការ with ជាមួយ Cambodia ប្រទេសកម្ពុជា to ដើម្បី expedite មានន័យថាជំរុញឲ្យវាលឿនណា
ពន្លឿនខ្មែរយើងហៅថាពន្លឿនធ្វើឲ្យវាលឿនណា expedite វាជា verb the release មានន័យថាការដោះលែងof ហ្នឹងដោះលែងអីគេនេះ of ហ្នឹងនៃអី detain soldiers មានន័យថាទាហានដែលត្រូវបានឃុំឃាំងនេះក្នុងមេរៀនមុនយើងមានណាអញ្ចឹង soldiers មានន័យទាហានហើយ detain ដែលត្រូវបានគេឃុំឃាំងគេសរសេរជា detain ជាកិរិយាសព្ទពេលនេះគេសរសេរជា verb ផ្លន់ទី3ដែលដើរតួនាទីជា adjective detain soldier មានន័យថាទាហានដែលត្រូវបានគេឃុំឃាំងconsistent with មានន័យថាស្របគ្នាឬក៏ដែលត្រូវរកគ្នាអញ្ចឹងយើងអាចប្រែថាស្របជាមួយនឹង consistent with ដែលស្របជាមួយនឹង the term មានន័យថាលក្ខខណ្ឌ terms លក្ខខណ្ឌ agreed ដែលត្រូវបានយល់ព្រមដែលត្រូវបានយល់ស្រប agreed មកពីពាក្យ agree ហ្នឹងគឺមានន័យថាយល់ព្រមយល់ស្របក្នុងនេះគេសរសេរជាទម្រង់អតីតកាល agree ដែលបានយល់ព្រម upon in the peace deal ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពអូខេអញ្ចឹង upon វាស្មើពី on ហ្នឹងណាអូខេ upon in ពេលនោះប្រែថាដែលមាននៅក្នុងដែលមានចែងនៅក្នុង the peace deal កិច្ចព្រមព្រៀងសន្តិភាព peace deal មកបងដឹងមេរៀនមុន peace deal មានកិច្ចព្រមព្រៀងសន្តិភាព sign ប្រែថាដែលបានចុះហត្ថលេខាក្នុងនោះគេសរសេរជាទម្រង់ passive signed វាជា verb ផ្លូវទី3អូខេដែលគេលុបto be ចោលណាព្រោះវាជា clause ទៅនេះទៅណា signed by ដែលត្រូវបានចុះហត្ថលេខាដោយគេនេះby ដោយ both prime ministers មានន័យថានាយករដ្ឋមន្ត្រីទាំងពីរ both prime ministers នាយករដ្ឋមន្ត្រីទាំងពីរអូខេតើលើខ្ញុំប្រែសារដើមមកវិញ A senior official from the US State Department មន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក cited by Reuters ដែលត្រូវបានដកស្រង់ពីសម្ដីដោយ Reuters said Washington expects Thai to cooperate with Cambodia to expedite the release of the detained soldiers បាននិយាយថាទីក្រុង Washington រំពឹងថាប្រទេសថៃនឹងចូលរួមសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដើម្បីពន្លឿនការដោះលែងទាហានដែលត្រូវបានឃុំឃាំង consistent with the terms ដែលស្របជាមួយនឹងលក្ខខណ្ឌ agreed upon in the peace deal ដែលបានយល់ស្របតាមឬក៏ដែលបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព signed by both prime ministers ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរណានាយករដ្ឋមន្ត្រីទាំងពីរអូខេចាសស្គមថាបងប្អូនចេះទាំងអស់គ្នាណាអូខេឥឡូវយើងមាន paragraph របស់យើងជាបន្តតឥឡូវ paragraph នេះគេសេតែមិនតើលោកបងប្អូនយើងស្ដាប់ទាំងអស់គ្នា Hun Manet emphasized that Cambodia and Thailand, as permanent neighbors, must continue to work hand in hand to ensure that people from both nations can coexist peacefully and enjoy shared prosperity for generations to come. Hun Manet emphasized that Cambodia and Thailand, as permanent neighbors, must continue to work hand in hand to ensure that people from both nations can coexist peacefully and enjoy shared prosperity for generations to come. អូខេតើឥឡូវយើងមើលនៅក្នុងអត្ថបទយើងនឹងមានពាក្យពិបាកទេអញ្ចឹងហ៊ុនម៉ាណែតមានន័យថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត emphasize ហ្នឹងមានន័យថាបញ្ជាក់
បញ្ជាក់ឲ្យច្បាស់បញ្ជាក់ឲ្យដឹងបញ្ជាក់ឲ្យឃើញ emphasize that ធម្មតានេះទៅវាជា clause that Cambodia and Thailand ដែលប្រទេសកម្ពុជានិងប្រទេសថៃ as a permanent neighbor អញ្ចឹងពាក្យ permanent ហ្នឹងមានន័យអចិន្ត្រៃយ៍មានន័យជារឿងរហូត neighbors អ្នកជិតខាងអញ្ចឹងអ្នកជិតខាងអចិន្ត្រៃយ៍មានន័យថាខ្មែរហើយថៃហ្នឹងខ្មែរហើយសៀមហ្នឹងជាអ្នកជិតខាងដទៃដែលជាអ្នកជិតខាងអចិន្ត្រៃយ៍គ្នាទោះបីជាប្រមាណ100,000ឆ្នាំទៀតក៏នៅតែយើងមានព្រំដែនជាប់គ្នាដែរគឺមិនអាចដោះដូរបានទេណាព្រោះដីជាប់គ្នាវានៅតែជាប់គ្នារហូតអូខេអញ្ចឹងពេល neighbor គឺអ្នកជិតខាងអញ្ចឹង permanent neighbor អ្នកជិតខាងអចិន្ត្រៃយ៍ must continue ត្រូវតែបន្ត must ត្រូវតែ continue នឹងបន្ត to work ធ្វើការ hand in hand ហ្នឹងយើងនិយាយសម័យណារួមគ្នាមានន័យកាន់ដៃគ្នាធ្វើការកាន់ដៃគ្នាមានន័យធ្វើការរួមគ្នាធ្វើការជាមួយគ្នាអូខេប្រែមិនបានណាប៉ុន្តែន័យវាគឺរួមគ្នា hand in hand ហ្នឹង to ដើម្បី ensure ប្រែថា ensure that នឹងធ្វើឲ្យវាច្បាស់ថាដែលនេះទៅវាជា clause អូខេ people from both nations មានន័យថាប្រជាជនមកពី both nation មកពីជាតិទាំងពីរជាង nation ហ្នឹងគឺជាតិមកពីជាតិទាំងពីរបបទាំងពីរមកបូជាហ្នឹង and ហ្នឹងអាច coexist រួមរស់ជាមួយគ្នាណា coexist រួមរស់ជាមួយគ្នាពាក្យហ្នឹង coexist peacefully ដោយសន្តិភាព peacefully ហ្នឹងដោយសន្តិភាពវាជា adverb ឬក៏យើងអាចប្រែថាយ៉ាងសន្តិភាពដោយអត់ឆ្លោះគ្នាអញ្ចឹងណា I enjoy ហើយនឹងពេញចិត្តរីករាយ enjoy ហ្នឹងពេញចិត្តរីករាយទៅនឹងអីគេ share prosperities រំលែករួមគ្នានៅភាពសុខដុមរមនា prosperity ហ្នឹងភាពសុខដុមរមនាឬក៏ភាពការរីកចម្រើនគ្រប់បែបយ៉ាងហ្នឹងណា prosperity មានន័យថាភាពសុខដុមរមនា for សម្រាប់ generation មានន័យថាមនុស្សជំនាន់ក្រោយដល់ពេលគេដាក់ឯងចេះគឺមានន័យថាមនុស្សគ្រប់ចំនួនជាច្រើនចំនួនទុកខាងមកប្រហែលទៅមុខទៀតទុកខាងទៅមុខទៀតពេលហ្នឹងន័យអញ្ចឹងណាខាងមកប៉ុន្តែទុកខាងពេលនេះប្រហែលទៅមុខទៀតអូខេតោះឥឡូវយើងប្រើគេថាម៉េចហ៊ុនម៉ាណែត inside that Cambodia and Thailand លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាក់ថាប្រទេសកម្ពុជានិងប្រទេសថៃ as a permanent neighbors ជាអ្នកជិតខាងអចិន្ត្រៃយ៍នឹងគ្នាអូខេជា as ពេលនេះយើងប្រែថាជាក៏បានដែរណាឬក៏ក្នុងភាពជាអីមួយនៅក្នុងភាពជាអ្នកជិតខាងអចិន្ត្រៃយ៍ជាមួយគ្នាអញ្ចឹងទៅ must continue to work hand in hand ត្រូវតែបន្តធ្វើការរួមគ្នាអូខេ hand in hand នេះវាស្មើពាក្យ together រួមគ្នាឬក៏សហការគ្នាអូខេកាន់ដៃគ្នាអញ្ចឹងទៅណា to ensure that ដើម្បីធានាថា people from both nations ប្រជាជនមកពីប្រជាជាតិទាំងពីរ can coexist peacefully អាចរួមរស់ជាមួយគ្នាយ៉ាងសន្តិភាព and enjoy share prosperity និងពេញចិត្តការរីកចម្រើនណាឬក៏សុខដុមរមនារួមគ្នានិងរីករាយទៅនឹងភាពសុខដុមរមនារួមគ្នាអូខេ share ពេលហ្នឹងបែររួមគ្នាទៅមានន័យថាចែករំលែកគ្នាទៅវិញទៅមកពេលហ្នឹងរួមសុខរួមទុក្ខទាំងគេទាំងយើងណាអានេះគេបែបពិសេសយ៉ាងហ្នឹង for generation សម្រាប់មនុស្សជាច្រើនចំនួនតទៅមុខទៀតនេះទុកខាងអូខេអញ្ចឹងយើងអត់មានពាក្យអីពិបាកទេណាបងប្អូនមេរៀននេះមានតែប៉ុណ្ណឹងអូខេសម្រាប់បងប្អូនដែលបន្តបានជួយ Subscribe សូមជួយ Subscribe ជួយ Share កណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំជូនពរលោកអ្នកមានសុខភាពល្អ